គ្មានលុយត្រូវឈប់ធ្វើរឿងទាំង10យ៉ាងនេះទី1កាត់បន្ថយការហូបចុកកំពេចកំពកទី2កាត់បន្ថយការជួបជុំឥតបានការទី3ទិញរបស់ល្អប្រសើរជាងទិញរបស់ថោកតែប្រើមិនខាតទី4បដិសេធនៃការចេញក្រៅដែលគ្មានប្រយោជន៍ទី5ចេញលុយស្មើគ្នាពេលជួបជុំជាមួយមិត្តភក្តិទី6មិនចំណាយលើរបស់ដែលទិញហើយមិនប្រើទី7របស់ដែលមិនប្រើចាប់ពីកន្លះឆ្នាំទៅប្រមូលលក់ឯចាយឬឲ្យគេអស់ទី8មិនបញ្ចូលលុយក្នុងកាតសមាជិកហាងវ៉ាក់ស៊ីនទី9នៅផ្ទះធ្វើម្ហូបឆុងកាហ្វេខ្លួនឯងទី10ចិត្តទូលាយតែមិនខ្ជិលខ្ជាយបើសិនជាថ្ងៃណាមួយអ្នកប្រែជាមានលុយត្រូវចាំពាក្យទាំងអស់នេះទុក1កុំប្រាប់អ្នកណាទាំងអស់មិនថាអ្នកផ្ទះអ្នកជិតខាងមិត្តភក្តិឬក៏កូនរបស់អ្នកនោះទេកុំតាន់អាលប្រាប់អ្នកណាទាំងអស់ថាអ្នកមានលុយ2ដាក់ខ្លួនកុំបង្ហាញមិនមែនគ្រប់គ្នាសុទ្ធតែចង់ឃើញអ្នកមានបាននោះទេអ្នកខ្លះច្រណែនអ្នកខ្លះមានបំណងមិនល្អអួតបង្ហាញមានតែនាំទុកដាក់ខ្លួនប៉ុណ្ណោះ3កុំតាន់អាលឈប់ពីការងាររក្សាជីវិតរបស់អ្នកឲ្យនៅដដែលធ្វើចិត្តឲ្យស្ងប់កុំតាន់អាលឈប់ពីការងារក៏កុំតាន់អាលវិនិយោគឬចាប់ផ្ដើមអាជីវកម្មថ្មីដែរ4យកលុយទៅដាក់ធនាគារដកប្រាក់មួយផ្នែកទៅដាក់ធនាគារដើម្បីរក្សាសុវត្ថិភាពនិងមានប្រាក់បម្រុងសម្រាប់រស់នៅរយៈពេល18ខែបើអ្នកគ្មានការងារក៏នៅតែអាចរក្សាជីវភាពបានដែរ5ធ្វើគម្រោងទៅថ្ងៃអនាគតលុយដែលចូលមកហើយត្រូវរក្សាឲ្យគង់វង្សរៀបចំចាត់ចែងវាឲ្យបានល្អមានផែនការចំណាយត្រឹមត្រូវ6កុំឲ្យគេខ្ចីលុយនិងមនោសញ្ចេតនាមិនត្រូវធៀបគ្នាទេអ្នកខ្លះរាប់អានគ្នាសុកពេលមានលុយឲ្យគេខ្ចីអាចបាត់ទាំងលុយបាត់ទាំងមិត្តភាព7កុំរងគ្រោះដោយសារលុយទ្រព្យដែលអ្នកបានមកមិនប្រកាសថាមានបានដោយសារសមត្ថភាពយើងទាំងស្រុងនោះទេវាអាចបានមកដោយសារសំណាងដោយសារលៀបនិងឱកាសដែលគេហុចឲ្យនេះកុំយកវាទៅលេងល្បែងធ្វើរឿងដែលនាំទុកដល់ខ្លួនឲ្យសោះរៀនដាក់ខ្លួននៅក្នុងការរស់នៅជាពិសេសក្នុងបណ្ដាញសង្គមមិនចាំបាច់ឲ្យគេដឹងច្រើនពេកពីយើងទេភាពជោគជ័យទ្រព្យសម្បត្តិស្នេហាផ្អែមល្ហែមមិនមែនសុទ្ធតែទាក់ទាញមនុស្សល្អមកទេធម្មជាតិរបស់មនុស្សយើងគ្រប់គ្នាសុទ្ធតែដឹងសម្ញែងច្រើនពេកនឹងធ្វើឲ្យនាំគ្រោះដល់ខ្លួនទៅវិញទេមនុស្សឆ្លាតកំពុងតែរស់នៅជាមួយក្តីសុខដាក់ខ្លួនមិនអួតមិនបង្ហាញតែសមត្ថភាពនិងទ្រព្យសម្បត្តិដែលគេមាននឹងធ្វើឲ្យអ្នកភ្លឺភ្នែកទៅខ្លួនឯងវិធី7យ៉ាងក្នុងការកសាងសុភមង្គលខ្លួនឯង1កុំស្ដាប់ពីអុចអាលអ្នកដទៃ2កុំខ្វល់ពីសម្ដីអ្នកណាដែលចង់បំផ្លាញអ្នក3គិតរឿងវិជ្ជមានគ្រប់កលៈទេសៈ4លើកលែងទោសឲ្យមនុស្សសត្វទាំងឡាយ5មិនស្ដាយនៅរឿងដែលកន្លងផុតទៅ6រឿងតូចមិនប្រកាន់រឿងធំមិនលើកលែង7មិនបារម្ភពីរឿងមិនទាន់កើត Visit Asia